ថ្ងៃនេះអញឲ្យនាងឯងស្គាល់ថាប្រពន្ធទី1មិនអត់ដូចជាវាគិតទេលោកសេដ្ឋីនេះមើលទៅនាងចិត្តសម្រាលហើយរកឆ្មោកមកជួយបង្កើតកូនវាហើយសម្រាប់ក្មេងនោះចោលតែម្ដងទៅកុំអីអាដែងជួយតាមរកវាឲ្យឃើញមិនថាវាទៅដល់ទីណាទេត្រូវតែសម្លាប់វាចោលយកភ្លើងមកដុតតាមព្រៃឲ្យអស់ទៅបើរកមិនឃើញណាក៏ភ្លើងឆេះពួកវាងាប់ដែរប្រពន្ធទី2បានសម្រាប់កូននៅចិត្តព្រៃនិងត្រពាំងតូចមួយដែលមានឈ្មោះថាបិទពួនដូចនេះនាងហៅកូនទាំងពីរថានាងបិទនាងពួនរឿងនាងបិទនាងពួននិយាយដំណើរអំពីផ្ទះលោកសេដ្ឋីម្នាក់មានប្រពន្ធ2នាក់ម្នាក់ជាមនុស្សចិត្តល្អនិងម្នាក់ទៀតមានចិត្តខុសខើជាខ្លាំងអូនថ្ងៃនេះបងត្រូវទៅជួយកម្មនៅឯស្រុកឆ្ងាយសូមអូនទាំងពីរជួយមើលថែផ្ទះផងណាចាបងអូននឹងមើលការខុសត្រូវទាំងអស់ណាបងកុំបារម្ភអីចំណែកខ្ញុំក៏មើលការខុសត្រូវដែរសូមបងកុំបារម្ភអីបានម្យ៉ាងទៀតប្រពន្ធទី1សូមជួយមើលថែរក្សាប្រពន្ធទី2ផងព្រោះមើលទៅអូនច័ន្ទក៏ចិត្តសម្រាលហើយដែរមិនអីទេអូនមានជំនាញថែរក្សាស្ត្រីមានផ្ទៃពោះណាស់ណាបងកុំបារម្ភឡើយបងឮបែបនេះបងសប្បាយចិត្តណាស់បើអញ្ចឹងបងនឹងចាកចេញដំណើរនៅថ្ងៃស្អែកនេះហើយណាចាបងលុះថ្ងៃស្អែកមកដល់សេដ្ឋីសិទ្ធក៏បាននិយាយថាបងលាហើយណាថែខ្លួនផងចាបងក៏ត្រូវមើលថែខ្លួនដូចគ្នាណាក្រោយពីលោកសេដ្ឋីសិទ្ធចាក់ចេញទៅឆ្ងាយប្រពន្ធទី1មិនបានធ្វើជាមនុស្សល្អដោយអ្វីដែលគាត់បានសន្យានោះទេនាងនៅឈររេរដល់ណាទៀតឆាប់ដាំបាយដាំទឹកភ្លាមទៅតែបងស្រីខ្ញុំដូចជាឈឺពោះណាខ្ញុំមិនអាចធ្វើការធ្ងន់បានទេគ្រាន់តែមានផ្ទៃពោះឈឺប៉ុណ្ណឹងសោះក៏ធ្វើការបន្តបានតាឆាប់ទៅតែខ្ញុំពិតជាឈឺមែនណាបងស្រីនាងកុំទន់ជ្រាយពេកកាលខ្ញុំណាធ្វើការមិនខ្លាចនឿយហត់ទេនេះជាមូលហេតុដែលបងស្រីរលូតកូនមែនទេនាងឯងនិយាយស្អីមិនក៏និយាយស្ដីមិនចេះគិតបែបនេះតែនេះគឺជាការពិតមែនទេបងស្រីនាងឯងហ៊ានឆ្លើយផងមែនទេនាងកុំចង់ហក់ជាមួយយើងឲ្យសោះខ្ញុំមិនហ៊ានប្រហើនដាក់បងទេប៉ុន្តែខ្ញុំគ្រាន់តែដឹងថាបើខ្ញុំមិនតដៃវិញខ្លះនោះបងស្រីធ្វើបាបខ្ញុំមិនខានឡើយតែនាងជាអ្នកឆ្លើយដាក់យើងទេនាងគួរតែចេះគោរពយើងផងអ្នកណាខ្សោយខ្លាំងពេកមានតែគេជន់អញ្ចឹងឲ្យខ្ញុំសុកចិត្តធ្វើខ្លាំងខ្លះវិញល្អជាងបាននាងខ្មុកមកណែឆាប់ជួយយើងចាត់ការវាភ្លាមទៅអញបដៅស្ត្រីពោះធំនេះចេញម្ដងមើលក្នុងពេលនោះនាងខ្មុកនិងប្រពន្ធទី1បានវាធ្វើបាបប្រពន្ធទី2រហូតធ្វើឲ្យនាងចាប់ផ្ដើមឈឺពោះជាខ្លាំងអើយឈឺណាស់ជួយផងថ្ងៃនេះអញឲ្យនាងឯងស្គាល់ថាប្រពន្ធទី1មិនអត់ដូចជាវាគិតទេលោកសេដ្ឋីនេះមើលទៅនាងចិត្តសម្រាលហើយរកឆ្មោកមកជួយបង្កើតកូនវាហើយសម្រាប់ក្មេងនោះចោលតែម្ដងទៅកុំអីក្នុងពេលនោះដែរប្រពន្ធទី2ភ័យស្លន់ស្លោនឹងការគំរាមរបស់ប្រពន្ធទី1ជាខ្លាំងនាងក៏រត់ចាក់ចេញទៅទាំងត្រដាបត្រដឿចង់រត់ទៅណានាងខ្មុកតាមឲ្យតន់ណាតាមតន់ពេលណាសម្រាប់វាចោលតែម្ដងទៅជួយផងកុំអីប្រពន្ធទី2ព្យាយាមរត់គេចរហូតទៅដល់កន្លែងមួយស្រាប់តែនាងបានលាក់ខ្លួននៅក្នុងកំពតព្រៃភ្លាមអាដែងជួយតាមរកវាឲ្យឃើញមិនថាវាទៅដល់ទីណាទេត្រូវតែសម្លាប់វាចោលសេដ្ឋីនេះនាងនោះរត់បាត់ទៅហើយយកភ្លើងមកដុតតាមព្រៃឲ្យអស់ទៅបើរកមិនឃើញណាក៏ភ្លើងឆេះពួកវាងាប់ដែរអូយមែនហើយព្រៃនេះមុខជាឆេះដោយនាងមិនខានទេមកខ្ញុំជួយដុតណាបងដែងមិនអីទេពួកយើងត្រឡប់ទៅវិញទៅនៅទីនេះគ្រោះថ្នាក់បែបហ្នឹងណាបើភ្លើងមិនឆេះវាស្លាប់ក៏វាត្រូវពោះចឹកស្លាប់មិនខានឡើយដោយសារតែរកមិនឃើញពួកគេទាំងអស់គ្នាក៏បានវិលត្រឡប់ទៅវិញចំណែកប្រពន្ធទី2ក៏បាននិយាយម្នាក់ឯងថាអរគុណទេវតាហើយដែលបានជួយពួននាងខ្ញុំពីគ្រោះថ្នាក់នេះក្នុងពេលនោះដែរប្រពន្ធទី2ក៏ស្រាប់តែចាប់ផ្ដើមឈឺពោះជាខ្លាំងហើយនាងក៏បានសម្រាលកូននៅក្បែរត្រពាំងធំមួយកូនម៉ែពិតជាស្អាតណាស់ម៉ែមិននឹកស្មានថាម៉ែបង្កើតបានកូនភ្លោះស្អាតបែបនេះសោះប្រពន្ធទី2បានសម្រាលកូននៅជិតព្រៃនិងត្រពាំងតូចមួយដែលមានឈ្មោះថាបិទពួនដូចនេះនាងហៅកូនទាំងពីរថានាងបិទនាងពួន
កូនម៉ែនឹងចិញ្ចឹមបីបាច់មើលថែពួកកូននៅទីនេះឲ្យបានល្អបំផុតកូនកុំបារម្ភអីអស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅនាងបិទនាងពួនក៏បានចម្រើនវ័យ12ឆ្នាំផងដែរម៉ែកូនចាប់ត្រីបានច្រើនណាស់មើលចាស់កូនក៏ដូចគ្នាដែរម៉ែកូនបេះតកូនបានច្រើនណាស់បានអញ្ចឹងពួកយើងស្លំបញ្ជូរតែម្ដងទៅចាកូនពួកយើងនឹងធ្វើម្ហូបជុំគ្នាតែម្ដងសុខភាពម៉ែយ៉ាងម៉េចហើយម៉ែក៏អត់ញឹកញាប់ណាស់កិនចេះចាស់ម៉ែសម្រាប់ទៅចាំពួកកូនជាអ្នកចំអិនមិនអីទេកូនម៉ែគ្រាន់តែមិនស្រួលខ្លួនប៉ុណ្ណោះនាងប្រពន្ធទី2ក្អកហើយក្អកទៀតមិនឈប់សោះសុខភាពក៏កាន់តែទ្រុឌទ្រោមទីបំផុតនាងក៏បានក្អួតឈាមស្លាប់ភ្លាមម៉ែក្រោកឡើងម៉ែកូនមិនអាចរស់នៅដោយគ្មានម៉ែបានទេម៉ែបើកភ្នែកឡើងមើលម៉ែនាពេលនោះនាងប្រពន្ធទី2បើកភ្នែកតិចរួចបាននិយាយថាកូនស្រីទាំងពីរចូលកូនធ្វើដំណើរទៅប្រទេសលោកសេដ្ឋីសិទ្ធចោះនោះគឺជាប្រទេសឪពុករបស់កូនពួកគេនឹងមើលថែកូនម៉ែតែកូនមិនហ៊ានទៅទេកូនកុំខ្លាចអីកូនត្រូវរឹងមាំក្លាហានឡើងកូនត្រូវទៅជួបឪពុកកូនឲ្យបានណាម៉ែកូននឹងធ្វើតាមបណ្ដាំរបស់ម៉ែនាងប្រពន្ធទី2ពលចប់ក៏បានស្លាប់បាត់ទៅទុកឲ្យក្មេងស្រីទាំងពីរនៅកំព្រាឯកាបន្ទាប់ពីបូជាសពម្ដាយរួចក្មេងស្រីទាំងពីរក៏បានសម្ដៅទៅកាន់ផ្ទះលោកសេដ្ឋីដើម្បីជួបនឹងឪពុកតាមបណ្ដាំរបស់ម្ដាយជំរាបសួរមីងចាហើយពួកក្មេងៗមកមានការអី កុំប្រាប់ថាមកសុំបាយហូបណានាងខ្មុកដេញចេញទៅមើលទៅក៏ក្រិចណា ចេញទៅពួកក្មេងសម្រាមមើលចាស់ក្លិនស្អុយណាស់ មីងខ្ញុំមកនេះសុំជួបលោកសេដ្ឋីបានទេ ថាម៉េចពួកនាងឯងជាអ្នកចំនួនមែនទេហាហើយចង់តែមានការកៀងជាខ្លាំងហូយលោកសេដ្ឋីជួបតែអ្នកមានប៉ុណ្ណោះណែថយឲ្យឆ្ងាយទៅតែខ្ញុំមានការប៉ັດមួយចង់ប្រាប់លោកសេដ្ឋីបានជាមកហើយយើងអាណិតណាស់និយាយមកចាំយើងជូនដំណឹងឲ្យហើយទៅវិញទៅអើយបងដែងស្មានថាអាណិតមែនទេតាមប៉ັດដូចតែគ្នាសោះណែនិយាយមកលឿនឡើងមីងពួកខ្ញុំជាកូនស្រីរបស់ម៉ែច័ន្ទថាម៉េចបានន័យថាចាំមីងពួកខ្ញុំគឺជាកូនរបស់លោកសេដ្ឋីតែម៉ែខ្ញុំស្លាប់បាត់ហើយនាងខ្មុកគ្រាន់តែលឺបែបនោះក៏ប្រញាប់រត់ទៅប្រាប់ប្រពន្ធទី1ភ្លាមអូយមិនបានទេបងដែងខ្ញុំទៅជួបលោកសេដ្ឋីនេះមើលផ្លេតសិនណាបានការយ៉ាងណាចាំខ្ញុំមកវិញទៅចុះនាងខ្មុកឆ្លេឆ្លារត់សម្ដៅយ៉ាងលឿនទៅកាន់បន្ទប់ប្រពន្ធទី1ពេលនោះនីដែងក៏បាននិយាយថាមើលពួកនាងតូចបើសិនជាបែបនោះមែនទៅវិញសិនទៅបានការយ៉ាងណាចាំខ្ញុំទៅហៅចាពូខ្ញុំលាសិនហើយក្នុងពេលនោះស្រាប់តែនីដែងបានគិតឃើញថាសេដ្ឋីនេះមុខជាមានអីនិយាយជាមួយមិនខានទេឬមួយក៏អញគួរតែកម្ចាត់ពួកវានៅក្នុងពេលនេះគិតហើយគាត់ក៏បានខាត់ក្មេងៗមកវិញរួចបាននិយាយថាឈប់សិននៅទីនេះហើយខ្ញុំគិតថាសេដ្ឋីនេះមុខជាមានអ្វីនិយាយជាមួយពួកក្មួយមិនខានទេគ្រាន់តែលឺបែបនោះនាងពួនក៏បាននិយាយទៅកាន់នាងបិទថាបងបាត់មិញប្រពន្ធទី1នោះមកជាសម្រាប់ពួកយើងមិនខានទេម៉ែប្រាប់ថាមិនឲ្យជួបគាត់ទេណាមិនអីទេអូន12ឆ្នាំជាងហើយគាត់មកជាមិនអាក្រក់ដូចមុនទេចុកខ្សឹបគ្នារឿងអីហ្នឹងកុំជជែកគ្នាច្រើនពេកបន្តិចទៀតបានដឹងហើយនិយាយអំពីនាងខ្មុកវិញកំពុងតែទូលពិតប្រាប់ប្រពន្ធទី1សពកិច្ចការទាំងអស់ថាលោកសេដ្ឋីនេះមានរឿងធំហើយណាគឺធំមហាសែនធំប៉ុនមេឃាហើយវាយ៉ាងម៉េចរឿងអីបានជាធំយ៉ាងនេះអូយចាគឺកូននាងប្រពន្ធទី2ចាំណាមិនតន់ងាប់ទេវាមានកូនភ្លោះទៀតផងថាម៉េចនាងខ្មុកមានរឿងបែបនេះផងមែនទេអូយពេលនេះពួកវាមកហើយវានៅមុខផ្ទះឯណោះលោកប្តីកំពុងតែមកហើយកិនចេះចោះឯងទៅនាំវាមកយើងមានវិធីហើយចាខ្ញុំទៅហៅពួកវាឥឡូវនេះចោះ
ប្រពន្ធទី1ព្យាយាមបង្វែងដានមិនឲ្យកូនស្រីទាំងពីរបានជួបលោកសេដ្ឋីឡើយគាត់បានឲ្យនាងខ្មុកធ្វើរឿងមួយកូនស្រីទាំងពីរកូនគឺជាកូនរបស់ច័ន្ទមែនទេម៉ែសុំទោសដែលកាលពីមុនម៉ែធ្វើមិនល្អដាក់ពួកកូននាងប្រពន្ធទី1ព្យាយាមសម្ដែងធ្វើជាគួរឲ្យគោរពនិងគួរឲ្យស្រឡាញ់ធ្វើឲ្យក្មេងទាំងពីរលងចិត្តជាខ្លាំងប្អូនឃើញទេមិញមិនអាក្រក់ឯណាចាអរគុណច្រើនហើយដែលមេត្តាពួកខ្ញុំមែនហើយពួកខ្ញុំកំព្រាម្ដាយពួកខ្ញុំគ្មានទីពឹងទេមិនអីទេពួកកូននៅទីនេះចោះប៉ុន្តែពុកកូនមិននៅផ្ទះទេនៅជាមួយម៉ែហើយណាអើយត្រូវហើយនាងតូចនៅទីនេះហើយណាលោកសេដ្ឋីរវល់ណាស់គ្មានពេលមកជួបទេចាំឱកាសល្អចាំទៅជួបគាត់ចោះអាដែងសង់ខ្ទមឲ្យពួកគេផងណាបាទសេដ្ឋីនីក្មួយមិនថាអីទេមែនទេដែលរស់ក្នុងខ្ទមនោះហើយភ្លាមចឹងណាមិញធ្វើបន្ទប់ល្អមិនតាន់ទេក្មួយកុំបារម្ភអីណាស្នាក់នៅក្នុងខ្ទមនេះសិនចុះពូសង់បន្ទប់ថ្មីរួចកាលណាចាំក្មួយមកចុះណាចាអរគុណហើយចាប់តាំងពីពេលនោះមកប្រពន្ធទី1បានឲ្យក្មេងទាំងពីរនាក់នោះរស់នៅក្នុងខ្ទមរហែកមួយក្នុងដីចម្ការដែលមានសភាពរហែកជាខ្លាំងពុកមានប្រាក់ច្រើនយ៉ាងនេះហេតុអីឲ្យពួកយើងនៅក្នុងខ្ទមវិញនោះបងស្រីប្អូនស្រីប្អូនកុំកាត់ច្រើនអីហើយណាក៏ពួកយើងមិនបាច់រស់នៅជ្រកដំបូលមេឃដោយកាលពីមុនដែរណាចាបងស្រីនិយាយអំពីនាងខ្មុកវិញក៏បានសួរទៅកាន់លោកសេដ្ឋីនីប្រពន្ធទី1ថាអូយលោកសេដ្ឋីនីហេតុអីក៏ជួយពួកនាងក្មេងនោះយើងមិនបានជួយវាទេតែយើងចង់ឲ្យវារស់ក្រំគ្រាផ្លូវចិត្តរហូតដល់ស្លាប់អូយចប់ឲ្យពួកវាបានជួបលោកសេដ្ឋីនោះគិតបែបណាទៅបើពួកឯងមិននិយាយគ្មានអ្នកណាដឹងទេបិទមាត់ឲ្យចិត្តទៅហើយកុំឲ្យលោកប្តីបានជួបវាឲ្យសោះចាខ្ញុំដឹងហើយអូលោកសេដ្ឋីនេះពិតជាល្អិតល្អន់មែនពិតហើយបើយើងល្ងងយើងមិនអាចរស់នៅបានសុខដូចពេលនេះទេនិយាយអំពីលោកសេដ្ឋីវិញមកពីស្រុកឆ្ងាយរត់ឆ្លងកាត់ខ្ទមរបស់នាងបិទនាងពួនតើនោះជាខ្ទមអ្នកណាគេសង់នៅលើដីខ្ញុំនឹងមើលទៅដូចជាមានមនុស្សផងតើលោកសេដ្ឋីបានដើរចូលទៅបន្តិចស្រាប់តែនាងប្រពន្ធទី1ដើរមកយ៉ាងលឿនរួចនិយាយខត់ថាលោកប្តីបងមកហើយមកទៅផ្ទះទៅអូននឹកបងណាអូនបានបាក់កសែងទុកជូនបងទៀតផងណាតើនោះជាខ្ទមអ្នកណាគេអូននេះដែងសង់ទុកដេញគោដេញក្របីមកស៊ីតំណាំនឹងណាលោកប្តីបងកុំខ្វល់អីអូនពិតជាគិតគូរបានល្អមែនតោះអញ្ចឹងទៅផ្ទះបងឃ្លានបាយណាស់ចាបងបើប្រពន្ធទី2នៅមុខជាជុំគ្នាអ៊ូអមខានទេតាំងពីនាងទៅបាត់គ្រប់យ៉ាងដូចជាស្ងាត់ណាស់ខ្ញុំក៏នឹកប្អូនស្រីដែរណាបងតែយ៉ាងណាសង្ឃឹមថានាងបានសុខទៅចោះយើងឲ្យគ្រប់គ្នាតាមរកយូរហើយតើបានការយ៉ាងណាខ្លះហើយនាយដែងខ្ញុំខំរកគ្រប់ទិសទីដែរតែខ្ញុំរកមិនឃើញសោះលោកសេដ្ឋីមិនអីទេហើយកុំភ្លេចបន្តរកទៀតឲ្យសោះណាខ្ញុំមិនអស់សង្ឃឹមទេបងកុំបារម្ភអីបងសម្រាប់សិនចោះព្រោះបងហត់ហើយទុកការនេះឲ្យអូនចោះណាបងអរគុណហើយដែលអូនតែងតែមានទឹកចិត្តបងទៅសម្រាប់ហើយណាចាបងបន្ទាប់ពីលោកសេដ្ឋីចេញផុតទៅនាងប្រពន្ធទី1ក៏បាននិយាយថាមើលទៅលោកប្តីដូចជាមិនអាចភ្លេចនាងនោះបានសោះមិនអីទេចាំមើលចោះយើងមិនឲ្យអ្នកណាមករំខានផ្លូវជីវិតយើងបានទេនាងប្រពន្ធទី1គិតហើយក៏ហៅនាងខ្មុកមករួចបាននិយាយថានាងខ្មុកមើលទៅលោកប្តីដូចជាមិនឈប់នឹកនាងប្រពន្ធទី2នោះសោះគួរឲ្យខឹងណាស់តើលោកសេដ្ឋីនេះគិតបែបណាបន្តទៅលោកប្តីនិយាយពីនាងច័ន្ទកាលណាយើងរឹតតែខឹងចង់តែទៅរកឆ្អឹងវាមកវាកតិចចោលឲ្យផ្ទាល់ដៃទេបើគាត់ដឹងថានាងបិទនាងពួនជាកូនរបស់គាត់ទៀតនោះមុខជាមិនរស់ទេខ្ញុំមែនហើយយប់នេះឯងនឹងអាដែងទៅចាត់ការពួកវាចោលទៅផ្សំចិត្តយើងអូយប៉ាត់ជាបានលោកសេដ្ឋីនេះខ្ញុំរងចាំពាក្យនេះយូរហើយដំបូងយើងគិតថាចង់ឲ្យពួកវាវេទនាលុះពួកវាធំយកពួកវាទៅលក់ឲ្យពួកផ្ទះបនឬក៏ធ្វើជាទេសកលតែពេលនេះគួរឲ្យខឹងណាស់អូយសេដ្ឋីនេះបើຕົកពួកវាថ្ងៃក្រោយមុខជាបែកការអញ្ចឹងមានតែជីកស្មៅជីកទាំងរើសតែប៉ុណ្ណោះយប់នេះកុំឲ្យវារត់គេចឲ្យសោះណាឆ្លៀតពេលពួកវាដេកលក់ដុតសម្លាប់ឲ្យអស់ទៅ
ចា លោកពេលរាត្រីមកដល់យប់ស្ងាត់នាងខ្មុកនិងនីដែងក៏ចាប់ផ្ដើមធ្វើសកម្មភាពតែម្ដង អូយលឿនឡើងបងដែងតិចលោមានគេមើលឃើញទៅ ដឹងហើយកុំនិយាយច្រើនពេកស្ងាត់មាត់ទៅ ក្នុងពេលនោះលោកសេដ្ឋីស្រាប់តែគេងពំលក់គាត់ក៏បានក្រោកមកស្រូបយកខ្យល់អាកាស មិញដូចជាស្អប់ស្អុះណាស់ លោកសេដ្ឋីសិតកំពុងតែមើលដួងខែស្រាប់តែគាត់បានឃើញនាងខ្មុកនិងនីដែងធ្វើរឹកពីចម្លែក រួចចុះពួកគេធ្វើអីលាក់លៀមបែបនេះដូចជាចម្លែកណាស់ លោកសេដ្ឋីពិសិដ្ឋសម្រាប់ចិត្តថាដើរចូលមកដើម្បីសួរនាំតែគាត់បានស្ដាប់ឮពួកគេនិយាយថា អូយថ្ងៃនោះដុតម្ដាយមិនងាប់ម្ដងនេះពួកយើងដុតកូនវាម្ដងមើលហឺចាំមើលពួកវារត់រួចដែរទេ ពិតមែនហើយនាងក្មេងៗនៅក្នុងខ្ទមនោះមុខជាដេកលក់គ្មានដឹងអីទេទុកថាពួកវាងាប់ទៅជាមួយនឹងភ្នក់ភ្លើងទៅចុះ ឆាប់ទៅកុំមាត់លឺពេកអូយណែរួចចោះអាណាចន្លោះ មែនហើយខ្ញុំភ្លេចឲ្យឈឹងចាំខ្ញុំទៅយកសិនណាអូនខ្មុក អូយមិនដឹងជាស្អីទេណែឆាប់ទៅយកឲ្យលឿនឡើងមក ក្រោយស្ដាប់ឮសពការទាំងអស់ហើយលោកសេដ្ឋីក៏បានគិតថា ក្នុងខ្ទមនោះពិតជាមានក្មេងៗមែនអីរឿងនេះគួរឲ្យសង្ស័យណាស់ខ្ញុំគួរតែប្រញាប់ទៅជួយពួកគេទៅបាន ឆ្លៀតពេលនីដែងនិងនាងខ្មុកមិនតាន់ទៅលោកសេដ្ឋីក៏ប្រញាប់មកឲ្យបានមុនពួកគេ ក្មួយនៅក្នុងខ្ទមមែនទេឆាប់ក្រោកមកឲ្យលឿនឡើង ឮបែបនោះហើយក្មេងៗក៏បានចេញមករួចបាននិយាយថា ពូជាអ្នកណាបានជាមកទាំងជប់បែបនេះ កុំតន់សួរអីឆាប់រត់ទៅឲ្យលឿនឡើង តែណាទៅពូជប់ជ្រៅបែបនេះខ្ញុំខ្លាចណាស់ កុំខ្លាចអីពូមកជួយពួកឯងហើយឆាប់ឡើងពន់សិនទៅនោះពួកគេមកហើយ ដោយសារឃើញនីដែងនិងនាងខ្មុកដើរមកពួកគេក៏បានពួននៅក្បែរនោះមិនកម្រើកឡើយ ដុតភ្លើងទៅបងដែង ដឹងហើយម្ដងនេះពួកវាមុខជាវេទនារហូតដល់ស្លាប់មិនខាន ចាំដល់ណាទៀតឆាប់ឡើង ពេលនោះនីដែងនិងនាងខ្មុកបានដុតភ្លើងឆេះរហូតអស់គ្មានសល់ បានហើយពួកវាមុខជាខ្លាចជាផេះមិនខានទេ តោះពួកយើងទៅកុំឲ្យគេមកទាន់ ឃើញថាពួកគេត្រឡប់ទៅវិញក្មេងៗក៏បាននិយាយថា តែពួកគាត់មកសម្លាប់ពួកខ្ញុំមែនទេលោកពូខ្ញុំមិននឹកស្មានថាអ្នកបម្រើលោកសេដ្ឋីចិត្តអាក្រក់បែបនេះសោះ ក្មួយស្គាល់ពួកគេដែរមែនទេ ចាពូពួកគាត់ជាអ្នកសង់ខ្ទមនេះតាមបញ្ជាសេដ្ឋីនេះដើម្បីឲ្យពួកខ្ញុំសម្រាកសេដ្ឋីនេះបានប្រាប់ថាថ្ងៃណាមួយគាត់នឹងនាំពួកយើងទៅជួបនឹងពុកទៀតផង តើឪពុកក្មួយជានរណាទៅ គឺប្តីលោកសេដ្ឋីនេះនោះឯងតែខ្ញុំមិនស្គាល់ឈ្មោះពុកទេ ក្មួយថាម៉េចតែថាហេតុអីក៏ក្មួយមិនស្គាល់បែបនេះ កាលនោះពុកទៅជួយកម្មហើយម៉ែត្រូវគេតាមសម្លាប់ម៉ែរត់គេចទៅឆ្ងាយលុះម៉ែស្លាប់ក៏ឲ្យពួកយើងមកជួបពុកនៅទីនេះមែនហើយម៉ែប្រាប់ថាពុកជាសេដ្ឋីម៉ែប្រាប់ថាបើមកជួបនោះពុកនឹងជួយពួកយើងមិនខានទេ ទើបនេះជាមូលហេតុដែលក្មួយមិនស្គាល់ឈ្មោះនឹងមុខឪពុកមែនទេ ចាមែន ប្រាប់ពូមកមើលតើម្ដាយក្មួយឈ្មោះអី ម៉ែឈ្មោះថាច័ន្ទជាប្រពន្ធទី2នៅទីនេះ ពុទ្ធោគួរអាណិតពេកហើយគឺជាកូនពុកមែនទេពុកជាឪពុករបស់កូនណាដឹងទេពុកនេះហើយជាប្តីម៉ែច័ន្ទ តើនេះជាការពិតមែនទេ មែនហើយពុកនឹងការពារពួកកូនឥឡូវនេះប្រាប់ពុកមកអ្នកណាជាអ្នកសម្លាប់ម្ដាយកូន គឺសេដ្ឋីនេះណាពុក ពិតជាអាក្រក់ណាស់កូនមកជាមួយពុកនឹងចិញ្ចឹមកូនឲ្យបានល្អណាស់កូនណា ក្នុងពេលនោះសេដ្ឋីសិតបាននាំកូនសម្ដៅទៅផ្ទះធំជាមួយនឹងកំហឹងជាខ្លាំង លោកសេដ្ឋីនេះការងារសម្រេចហើយ ពួកវាបានឆេះខ្លាយជាផេះអស់ទៅហើយលោកសេដ្ឋីនេះ ពួកឯងពិតជាធ្វើបានល្អណាស់បានហើយទៅសម្រាប់ចោះហើយលក្ខការនេះឲ្យចិត្តណាឮទេ បាទលោកសេដ្ឋីនេះ បន្ទាប់ពីពួកគេបំបែកគ្នាចូលសម្រាកអស់ស្រាប់តែលោកសេដ្ឋីសិតបានដើរមកដល់រួចបានស្រែកហៅពួកគេថា អាដែងនាងខ្មុកឆាប់មកនេះមក ក
លោកសេដ្ឋីមានការអ្វីដែរទៅ នាងខ្មុកនិងនីដែងគ្រាន់តែឃើញនាងបិទនាងពួនភ្លាមពួកគេផាត់ភ័យជាខ្លាំង អូយខ្មោច ហេតុអីបានជាក្មេងនេះមកដល់ទីនេះវាជាខ្មោចមែនទេលោកសេដ្ឋីរអៀសខ្លួនមែនទេឯងឆាប់ទៅហៅសេដ្ឋីនេះឲ្យមកជួបនឹងយើងភ្លាម អូយចាលោកសេដ្ឋី ក្នុងពេលនោះនាងប្រពន្ធទី1ក៏បានមកដល់ល្មមមានរឿងអីនឹងលោកប្តីបានជាលោឡាម្ល៉េះ ពួកឯងទាំង3នាក់ចិត្តថ្លើមខ្មៅណាស់អូនវិញបងស្មានតែអូនល្អឯងតាមការពិតក្តៅស៊ីរៈតិចស៊ីជ្រៅកលល្បិចថោកទាបណាស់ បងបានដឹងអស់ហើយមែនទេតែបងអូនធ្វើព្រោះអូនស្រឡាញ់បងទេណា មិនមែនហៅថាស្រឡាញ់ទេតែជាការចង់ឈ្នះគម្រក់ថោកទាបទៅវិញទេ មិនក៏បងពោលពាក្យបែបនេះដាក់អូន ហេតុអីក៏អូនសម្លាប់ច័ន្ទប្រាប់មក បើបានជិតដឹងទៅហើយបងក៏មិនអាចធ្វើអីអូនបានដែរពួកឯងសម្លាប់ឪពុកកូននេះចោលទៅ បាទលោកសេដ្ឋីនេះពួកឯងក្បត់យើងមែនទេបំបងបាយ បងជាអ្នកបង្ខំអូនទេណាអាដែងនាងខ្មុកឆាប់ឡើងក្នុងពេលនោះស្រាប់តែមានកងសន្តិសុខចូលមកចាប់ពួកគេចងទាំងអស់ ខ្ញុំបានត្រៀមទុកជាមុនទៅហើយមនុស្សអាក្រក់ឲ្យទៅទាល់ច្រកអ្វីក៏ធ្វើដែរ អើយបងអូនសំទោសអូនខុសហើយដល់លេងអូនទៅ លោកសន្តិសុខចាប់ពួកគេទៅដាក់ទោសតាមច្បាប់ចុះ ដោយសារតែពួកគេទាំង3មានទោសប៉ុនប៉ងសម្លាប់មនុស្សពួកគេក៏ត្រូវបានដាក់ទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុត កូនពួកកូនទុកចិត្តចុះពីពេលនេះតទៅពុកនឹងឲ្យកូនបានរៀនសូត្រនិងរស់នៅបានល្អបំផុត ចាពុកពួកកូនក៏នឹងធ្វើជាកូនល្អផងដែរចាប់តាំងពីពេលនោះមកនាងបិទនាងពួនរស់នៅសុខសាន្តនិងឲ្យអ្នកបម្រើជីកត្រពាំងធំចំនួន2ត្រពាំងនាងបិទធំនាងពួនតូចនេះនឹងចាប់ឈ្មោះតទៅជាតារាផងទៅចោះមែនហើយបងស្រីការជីកត្រពាំងនេះពួកយើងនឹងរំលឹកគុណម៉ែជារៀងរាល់ឆ្នាំទៅចោះចាប់តាំងពីពេលនោះមកត្រពាំងបិទតូចត្រពាំងពួនធំក៏ជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃអកាលជាយូរមកហើយមានព្រះនាងមច្ឆាម្នាក់ជាទីស្រឡាញ់នៃសត្វសមុទ្រទាំងឡាយនេះដោយសារតែទ្រង់មានសម្រស់ស្រស់ស្អាតនិងមានទឹកចិត្តមេត្តាព្រះបិតាតើបិទសំការអនុញ្ញាតទ្រង់ទៅកំសាន្តនៅលើផ្ទៃទឹកខាងលើបានទេ មិនបានទេបត់ផ្ទៃទឹកខាងលើមានគ្រោះថ្នាក់ណាស់ បិទធំពេញវ័យហើយបិទអាចការពារខ្លួនឯងបានណាបិតាកំព្រួយព្រះតីអីព្រះពើ បិតាមិនអាចខាត់បត់បានទេតែបត់ត្រូវសន្យាថាមិនត្រូវទៅលេងចិត្តមនុស្សទេណាដឹងទេ ហេតុអីទៅព្រះពើ ព្រោះមានមនុស្សមួយចំនួនចូលចិត្តធ្វើបាបជីវិតនៅក្នុងសមុទ្រណាស់ម្យ៉ាងទៀតពួកយើងជាមច្ឆាមនុស្សរឹតតែចង់ស្គាល់ចង់ដឹងអំពីពួកយើង តើមនុស្សសាហាវណាស់មែនទេបិតា មិនទាំងអស់ទេបត់មនុស្សខ្លះស្រឡាញ់ធម្មជាតិមានមេត្តាតែមនុស្សខ្លះវិញលោភលន់និងបំផ្លាញមិនថែរក្សាទឹកឲ្យបានស្អាតនោះទេពេលខ្លះពួកគេបង្ហូរជាតិពុលចូលក្នុងសមុទ្ររបស់ពួកយើងក៏មានដែរ បានចឹងបិទសុំសន្យាថាមិនឲ្យមានមនុស្សណាម្នាក់បានឃើញបិទទេណាព្រះបិតា ល្អហើយបត់ទៅចុះហើយឆាប់ត្រឡប់មកវិញផងណា ព្រះពរព្រះបិតាព្រះនាងមច្ឆាសវណ្ណមុនីកាមានប្រតិយរំភើបជាខ្លាំងព្រោះពេលនេះជាវេលាដែលទ្រង់រងចាំជាយូរមកហើយក្នុងការដែលមើលទេសភាពនៅលើផ្ទៃទឹកចឹងនឹងហែកទៅកាន់ផ្ទៃទឹកខាងលើឲ្យបានលឿនបំផុតចឹងពិតជារំភើបណាស់តើផ្ទៃទឹកខាងលើមានអ្វីខ្លះទៅណោះនៅលើផ្ទាំងថ្មក្បែរមាត់ច្រាំងពិតជាអស្ចារ្យណាស់ព្រះអាទិត្យចាំងពន្លឺព្រិចៗនៅលើផ្ទៃទឹកមានផ្ទៃមេឃពណ៌ខៀវស្រស់ស្អាតតែម្ដងហើយឡា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 ផ្ទៃមេឃស្រស់ស្អាតឡា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 ដោយរីករាយនឹងទេសភាពព្រះនាងមច្ឆាមិនបានដឹងនោះទេថាមានបរិសម្នាក់កំពុងតែពួននៅក្បែរទ្រង់ តែនោះជាពនាងមច្ឆាមែនទេជាលើកទី1ហើយដែលខ្ញុំបានឃើញបែបនេះមើលចុះទ្រង់ស្អាតដល់ហើយ នេះបត់ក៏លុបលួចចុះទៅចាប់នាងមច្ឆាជាប់ធ្វើឲ្យទ្រង់មិនអាចលោតចូលទៅក្នុងទឹកវិញបានទេ ច
ចាប់បានហើយក ុំចាប់ខ្ញុំអីសុំដោះលែងខ្ញុំវិញចុះបានទេ ថាម៉េចដោះលែងមែនទេខ្ញុំមិនធ្លាប់ឃើញទេម្ឆាទេបើដោះលែងដូចជាស្ដាយណាស់ សុំដោះលែងខ្ញុំវិញទេបរាជិតល្អ បានទូបង្គំដោះលែងទ្រង់ទៅចុះតែទ្រង់ត្រូវយកទូបង្គំធ្វើជាប្តីណាក្រាបទូល មិនបានទេបិតាខ្ញុំម្ចាស់ច្បាស់ជាបារម្ភមិនខានឡើយ បើអញ្ចឹងទ្រង់ត្រូវសន្យានឹងទូលបង្គំត្រឡប់ទៅវិញទូលព្រះបិតាទ្រង់រួចហើយត្រូវត្រឡប់មកធ្វើជាប្រពន្ធទូលបង្គំវិញ បានណាលោកខ្ញុំនឹងវិលមកវិញចុះព្រះនាងមច្ឆាក៏វិលត្រឡប់ទៅវិញរួចទូលព្រះបិតាគ្រប់រឿងរ៉ាវទាំងអស់ ពិតជាព្រំលិខិតមែនយើងមិនបន្ទោសបុត្រទេចូលបុត្រទៅរស់នៅជាមួយបរិសនោះចុះ បិតាបុត្រនឹកដល់ទ្រង់មិនខានទេ បិតាក៏នឹកបុត្រដែរបុត្របិតានេះជាដំណក់ទឹកវេទមន្តបើមានគ្រោះថ្នាក់អីបុត្រយកដំណក់ទឹកនេះមកប្រើចុះ បិតាបុត្រសូមអរព្រះគុណទ្រង់ហើយ បុត្របិតាចាំណាបើបុត្ររងទុក្ខវេទនាចូលបុត្រត្រឡប់មកវិញចុះហើយដំណក់ទឹកនេះវានឹងអាចជួយបុត្រមកដល់ឋានបដាលវិញមិនខាន ព្រះពរព្រះបិតា បុត្រទៅចុះថែប្រកាយផងណា ថែប្រកាយណាបិតាបុត្រលីហើយនាងមច្ឆាក៏បានមកជួបនឹងនីបុត្រតាមការសន្យា ខ្ញុំមកវិញហើយ ប្រសើរណាស់នេះទូបង្គំរងចាំយូរហើយបើអញ្ចឹងពួកយើងទៅផ្ទះតែម្ដងទៅ ចា៎ចាប់តាំងពីពេលនោះមកនីបុត្រនិងម៉ូនីកាបានសម្ដៅទៅផ្ទះក្នុងនាមជាប្តីនិងប្រពន្ធ ម៉ែខ្ញុំមកវិញហើយ មកវិញហើយអីកូនបុត្របានអីមកខ្លះហ្នឹង ម៉ែនេះជាប្រពន្ធរបស់ខ្ញុំតើនាងស្អាតដែរទេម៉ែ ជំរាបសួរមិញចាលើកដៃថ្វាយព្រះណែបុត្រាម៉ែបានផ្គូផ្គងកូននឹងកលកេសីរួចហើយរីឯកេសីណាក៏ស្រឡាញ់កូនខ្លាំងដែរបើនាងដឹងថាកូនមានប្រពន្ធណានាងនឹងឈឺចាប់មិនខានទេ តែកូនមិនបានស្រឡាញ់កលកេសីឯណាម៉ែ ហើយយីកូននេះបើកលកេសីមកណាកូនដោះស្រាយខ្លួនឯងចោះ មិនអីទេម៉ែកលកេសីនឹងយល់ជាមិនខានទេ ម៉ូនីការស់នៅជាមួយគ្រួសារមីងខុំអស់រយៈពេលជាច្រើនថ្ងៃលុះដល់ពេលមួយ ម៉ូនីកាបងទៅបេះផ្លែទទឹមនិងបោចវល្លិលើភ្នំអាចប្រើពេលយូរណាស់ចូលអូនមើលថែផ្ទះនិងមើលថែម៉ែផងណា ចាលោកប្តីលុះនីបុត្រចេញទៅព្រៃបាត់មីងខុំក៏បានចេញមករួចនិយាយថាណែនីកានៅឈរត្រឹងនៅនឹងហើយមិនទៅដាំបាយដាំទឹកភ្លាមទៅគ្រួសារនេះក្រណាស់នាងក៏មកប្រហិនកតទេនោះត្រូវជួយធ្វើការខ្លះទៅដើម្បីដូរបាយស៊ីលឺទេចាំម៉ែកុំហៅយើងថាម៉ែយើងគ្មានកូនប្រសាប្រៃអញ្ចឹងទេកូនប្រសាយើងគឺជាអ្នកមានស្រស់ស្អាតហើយមានឈ្មោះថាកលកេសីតែម្នាក់គត់បើឱកាសហើយខ្ញុំទៅដាំបាយឲ្យមិញជីផ្កើណាស់ណទៅចោះដាំបាយរួចណាកុំភ្លេចបោះសម្អាតលាងចានផងអ្នកមីងខ្ញុំមកលេងអ្នកមីងតើអ្នកមីងនៅផ្ទះដែរទេចាមីងនៅទីនេះមកចូលលេងសិនមកមីងតើបងបុតនៅផ្ទះដែរទេអូកូនប្រុសមីងទៅភ្នំបាត់ហើយរួចចោះនោះជាអ្វីទៅក្មួយនៅក្នុងដៃនោះគឺផ្លែឈើទិញទូចនឹងណាមីងខ្ញុំយកមកផ្ញើល្អខ្លាំងណាស់មិនដូចអ្នកខ្លះទេសឹកគ្មានចេះធ្វើអីទេគួរឲ្យធុញណាស់អ្នកណាគេមីងនោះហើយកំពុងតែដាប់បាយនឹងឯងណែនាងប្រៃឆាប់មកនេះមកចាំម៉ែនាងនេះជាអ្នកណាគេមីងគឺប្រពន្ធកូនបុត្រហើយមីងឆ្ងល់ដែរនឹងណាមិនដឹងថាវានាំស្រីមកពីណាទេមកធ្វើជាប្រពន្ធនឹងនោះថាម៉េចនឹងបងបុត្រស្ងាត់ទៅយកប្រពន្ធមកពីណាខ្ញុំមិនសុខចិត្តទេ
កុំខឹងអីចាំមិញប្រាប់ណាមិញខំបានខ្សឹបប្រាប់នាងកលកេសីអំពីល្បិចធ្វើយ៉ាងណាកំចាត់មូនីកាចោលឲ្យបានខ្ញុំដឹងហើយមិញណែនាងនៅធ្វើអីទៀតឆាប់ចេញទៅមិនឃើញថាពួកយើងកំពុងតែនិយាយគ្នាទេអីទៅណាក៏ទៅមូនីកាក៏បានត្រៀបបាយរៀបទឹកបន្តមិនអីទេមិញខ្ញុំនឹងនៅទីនេះចាំមើលចោះខ្ញុំនឹងកំចាត់នាងនោះឲ្យរស់នៅវេទនាម្ដងគ្រានោះនាងកលកេសីក៏បាននឹកឃើញគំនិតមួយនាងនេះវាទៅតែមករស់នៅថ្មីទេវាមិនដឹងថាក្បែរមាត់អូមានចៅអត់ឃ្លានរូបរាងដូចបិសាចពួកយើងប្រើវាទៅរៃទឹកទៅនោះវានឹងជួបរឿងសោយមិនខានទេណាមិញមែនហើយក្មួយពិតជាឆ្លាតមែនហើយអនាគតកូនប្រសាម៉ែនេះកុំបារម្ភអីមិញកុំចាត់វាបានកាលណាខ្ញុំខ្លាចជាកូនប្រសាមិញនោះមិញនឹងមានទ្រព្យច្រើនមិនខានទេលើថ្ងៃបន្តិចនាងកលកេសីនិងម្ដាយក្មេកក៏បានប្រើមូនីកាឲ្យទៅដងទឹកពីក្នុងអូណែនាងឆាប់ម្នេះមកចាតើអ្នកនាងមានការអ្វីដែរទេមើលចោះម្ដាយក្មេកគ្មានទឹកលុបលាងមុខទេមិនក៏នាងមិនទៅដងទឹកពីក្នុងអូមកមែនហើយឆាប់ទៅឲ្យលឿនឡើងទៅនាងព្រៃចាំម៉ែមូនីកាជាព្រះនាងដ៏ស្លុតបុត្រម្នាក់ទ្រង់មិនដែលតវ៉ានឹងការជេរប្រតិចប្រមាថនោះឡើយសួស្ដីនារីដ៏ស្រស់ស្អាតពេលថ្មនេះមិនដែលមាននរណាហ៊ានមកទីនេះទេហេតុអីក៏នាងមិនខ្លាចដូច្នេះខ្ញុំមិនខ្លាចទេបងប្រុសមានការអ្វីឲ្យខ្ញុំជួយដែរទេហ៎នេះនាងពិតជាមិនខ្លាចពិតមែនណាចៅហាក់បីដូចជាភ្ញាក់ផ្អើលបន្តិចព្រោះកន្លងមកមានតែអ្នកខ្លាចនឹងរូបរាងដ៏អាក្រក់ព្រមទាំងជេរប្រមាថខ្លួនប៉ុណ្ណោះកន្លងមកគ្រប់គ្នាតែងតែខ្លាចនឹងជេរប្រមាថដល់យើងតែនាងបែរជាស្លូតបូតនិងនិយាយស្ដីសមរម្យខុសពីមនុស្សដទៃទៅវិញខ្ញុំមិនដឹងថាបងប្រុសជាអ្នកណាទេតែខ្ញុំជឿថាបងមិនមែនជាមនុស្សអាក្រក់ឡើយហេតុអីបានជានាងគិតបែបនោះយើងគឺជាចោរណាហើយថែមទាំងមានរូបកាយដូចបិសាចទៀតផងយើងមិនល្អដូចនាងគិតទេទោះបងប្រុសជាចៅឬក៏ជាបិសាចក៏ដោយចោះតែបងមិនបានធ្វើបាបខ្ញុំឯណាតើឲ្យខ្ញុំគិតថាបងជាមនុស្សអាក្រក់ដោយរបៀបណាទេលើកទី1ហើយដែលមានមនុស្សមើលមកយើងក្នុងផ្លូវល្អបើដូច្នេះយើងសូមជូនមាសមួយថង់នេះដល់នាងទៅចុះសូមនាងយកទៅខ្ញុំអរគុណបងប្រុសហើយតែខ្ញុំមិនហ៊ានទទួលមាសបងនោះទេលុះត្រាតែបងចង់ឲ្យខ្ញុំជួយតើនាងអាចជួយខ្ញុំដល់របៀបណាមែនហើយខ្ញុំបានត្រូវបណ្ដាសានឹងមានរូបរាងអាក្រក់អស់រយៈពេលច្រើនឆ្នាំហើយគ្រប់គ្នាបានចោទខ្ញុំថាជាចោរកំណាចទៀតផងបងប្រុសកុំបារម្ភអីខ្ញុំនឹងយកដំណក់ទឹកវេទមន្តជួយបងចាស់ជាការពិតអីទីបំផុតខ្ញុំមានសេរីភាពពីព្រៃអូនេះវិញហើយមូនីកាបានចុកដំណក់ទឹកវេទមន្តជួយដល់មេចៅរួចផុតពីបណ្ដាសាកំណាចនាពេលនោះតែម្ដងឥឡូវនេះបងប្រុសមានសេរីភាពវិញហើយណាអរគុណហើយប្អូនស្រីចូលទៅវិញចុះខ្ញុំនៅធ្វើរឿងនេះមួយសិនកលកេសីបោកបញ្ឆោតមូនីកាដើម្បីឲ្យចោលសម្លាប់តែមូនីកាមកវិញជាមួយនឹងមាសមួយថង់ទៅវិញមិញវាមកវិញហើយមកហើយអីយើងស្មានថានាងឯងនេះងាប់បាត់ហើយតើហេតុអីក៏នាងទៅយូរម្ល៉េះឬមួយក៏នាងជួបនឹងចៅពួកយើងបារម្ភណាស់ណាឃើញទៅយូរស្មានថាចៅសម្លាប់ឯងបាត់ទៅហើយតាមពិតទាំងពីរនាក់ពិតជាចង់ឲ្យមូនីកាស្លាប់ណាស់តែធ្វើពុតជាបារម្ភព្រោះមិនចង់ឲ្យបែកការមែនហើយខ្ញុំពិតជាជួបនឹងមេចៅពិតមែនតែគាត់បានឲ្យមាសមកខ្ញុំមួយថង់នេះឯងនេះឯងបានមាសពីមេចៅអីក៏សំណាងម្ល៉េះមែនហើយម៉ែបើអស់ការហើយខ្ញុំសុំទៅសម្រាប់ហើយណាមូនីកាក៏បានចូលទៅសម្រាប់រីឯមីងខុំនិងកលគិសីវិញផ្ទុះកំហឹងកាន់តែខ្លាំងមីងខ្ញុំឲ្យវាទៅសង្ឃឹមថាចៅនោះសម្លាប់មានអីចុងក្រោយវាបែរជាបានមាសមកទៅវិញតែមីងគិតថាពួកយើងណាគួរតែទៅជួបមេចៅដែរទៅក្រែងលោបានមាសដូចជាវាដែរណាល្អម្យ៉ាងដែរតាបើអញ្ចឹងពួកយើងចេញទៅចាំអីទៀតឆាប់ទៅគិតហើយពួកគេក៏បានទៅដល់មាត់អូឯណាចៅឆាប់មកឲ្យលឿនឡើងមកមែនហើយកុំនៅយូរពេកឆាប់ឡើងចេញមក
បានលើសំឡេងអ្នកទាំងពីរហើយចៅកំណាចក៏បានចេញមក នៅមិននៅពួកឯងចង់មករករឿងយើងមែនទេ គឺឯងមែនទេដែលជាចៅនោះមើលចោះមុខអាក្រក់ហើយចិត្តក៏អាក្រក់ទៀតណែឯណាមាសឆាប់ឲ្យមកយើងមកមែនហើយបើមិនឲ្យណាប្រយ័ត្នក្មួយខ្ញុំចាប់ឯងដាក់គុកណា បើបង្ខំបែបនេះពួកអ្នកឯងទាំងពីរនាក់មិនហៅថាជាចោរទេមែនទេ អត់ទេព្រោះយើងចង់មកទីបំណុលដែលឯងបានប្លន់ពីអ្នកស្រុកនោះអី បើអញ្ចឹងឆាប់លាដៃមក ពេលនោះដែរមេចៅក៏បានយករំពាត់វាទៅលើអ្នកទាំងពីរជាច្រើនដងអូយឈឺណាស់អាចោឈួតអូយ ឆាប់ចេញទៅបើមិនចង់ត្រូវជាងនេះ ដោយខ្លាចការគំរាមរបស់ចៅអ្នកទាំងពីរនោះក៏បានរត់បាត់ជើងសព្រា យេហីមនុស្សស្រីអីនិយាយស្ដីមិនសមជានារីខ្មែរទេថែមទាំងមានចិត្តលោភលន់ទៀតចេះរត់តន់កុំអីត្រូវជាងនេះមិនខានទេ អ្នកមីងខ្ញុំឈឺពេញខ្លួនអស់ហើយថាអីតែក្មួយមីងក៏ដូចគ្នាដែរមីងឆ្ងល់ដល់ហើយហេតុអីបានជានាងម៉ូនីកានោះបានមាសទៅវិញកុំខ្វល់អីមីងម្ដងនេះប្រឆោតវាឲ្យទៅពោះថ្លាន់ជាក់លេបតែម្ដងទៅមែនហើយក្មួយពោះថ្លាន់ក្បែររូងភ្នំនោះធំណាស់វាមិននឹងអាចរួចខ្លួនបាននោះចាំដល់ណាទៀតទៅហៅវាឲ្យទៅឥឡូវនេះតែម្ដងទៅចាក្មួយណែនាងម៉ូនីកាឆាប់ចេញមកណែមកផ្លេតមកលឿនឡើងចាំម៉ែខ្ញុំមកដល់ហើយណែល្ងាចនេះបងបុតមកវិញហើយគាត់មានរបស់ច្រើនណាស់ទុកក្នុងរូងភ្នំឯណោះឯងទៅជួយជញ្ជូនមកណាចាមិនអីទេខ្ញុំនឹងទៅឥឡូវនេះនៅអញនៅនឹងហើយណែលឿនឡើងកូនយើងចាំណាចាំម៉ែម៉ូនីកាមិនដឹងអំពីល្បិចកលនេះនោះទេនាងក៏សម្ដៅយ៉ាងលឿនទៅកាន់កន្លែងដែលមានពស់ថ្លាន់ដ៏ធំមួយក្បាលខ្ញុំមិនស្គាល់ផ្លូវនេះច្បាស់ទេដើម្បីកុំឲ្យវង្វេងខ្ញុំត្រូវតែរៀបគ្រាប់គ្រោះសម្គាល់ផ្លូវទៅបានប្រហែលជាទីនេះហើយបងបតតើបងនៅទីនេះមែនទេខ្ញុំមកដល់ហើយរំពេចនោះមិនមែនជានាងបតនោះទេតែបែរជាមានពស់ថ្លាន់ដ៏ធំទៅវិញប្រសើរណាស់យើងកំពុងតែឃ្លានផងយូរណាស់មកហើយមិនមាននរណាទេដែលហ៊ានមកទីនេះ តើពស់ថ្លាន់ចង់ស៊ីខ្ញុំមែនទេ មែនហើយហេតុអីបានជានាងមិនខ្លាចយើងនេះយើងជាសត្វសាហាវណា ខ្ញុំមិនខ្លាចអ្នកទេផ្ទុយទៅវិញតើអ្នកត្រូវការឲ្យខ្ញុំជួយដែរទេ ប្លែកណាស់អ្នកដែលហ៊ានមកទីនេះគឺដើម្បីតែចង់បានស្បែករបស់យើងយកទៅលក់តែនាងបែរជាចង់ជួយយើងទៅវិញ តើអ្នកកំពុងតែត្រូវបណ្ដោះសាសមែនទេសូមប្រាប់ការពិតមក មែនហើយយើងគឺជាមនុស្សតែយើងមានចិត្តលោភលន់សម្រាប់ពស់មួយក្បាលទើបយើងខ្លាយជាពស់បែបនេះអស់ពេលជាច្រើនឆ្នាំមកហើយ មិនអីទេណាពេលនេះប្រហែលជាបណ្ដោះសាគួរទៅដល់ពេលចប់ហើយដំណក់ទឹកវេទមន្តនេះនឹងជួយដល់អ្នកណាម៉ូនីកាបានយកដំណក់ទឹកវេទមន្តជួយដល់ពស់ថ្លាន់ភ្លាមនោះពស់ថ្លាន់ក៏បានក្លាយទៅជាមនុស្សវិញ ខ្ញុំសូមអរគុណអ្នកនាងហើយនេះជាគុជនិងត្បូងសូមអ្នកនាងទទួលយកចុះ អរគុណហើយណាលោកតែខ្ញុំសុំតែមួយចំនួនទេណា អ្នកនាងពិតជាគ្មានចិត្តលោភលន់ពិតមែន ម៉ូនីកាក៏បានរើសយកគុជនិងត្បូងមួយចំនួនត្រឡប់ទៅផ្ទះវិញយ៉ាងមានសុវត្ថិភាពមិញមើលចោះនាងម៉ូនីកាវិលមកវិញហើយវិលមកវិញជាមួយនឹងត្បូងគុជពីពេញខ្លួនតែម្ដងមែនហើយមើលចោះសុទ្ធតែរបស់មានតម្លៃម៉ែខ្ញុំមកវិញហើយណែនាងឬចោះនាងបានត្បូងនឹងគុជមកពីណានឹងគឺបានពីរងភ្នំពោះថ្លាន់នឹងណាឯងអរកាហើយខ្ញុំទៅសម្រាប់ហើយណែឈប់សិនតើមានត្បូងច្រើនណាស់មែនទេចាមានច្រើនណាស់តែខ្ញុំយកមកតែមួយចំនួនទេ
និយាយហើយម៉ូនីកាក៏បានចូលទៅសម្រានាងម៉ូនីកាមិនមានគ្រោះថ្នាក់ហើយថែមទាំងមានគុជត្បូងស្អាតច្រើនណាស់ខ្ញុំគួរតែទៅយកដែរសិនហើយមានត្បូងល្អមិនយកមានតែឈួតហើយមែនហើយមីងគុជនឹងត្បូងតើនារីណាដែលមិនប្រាថ្នាចង់បាននោះដោយច្រណែននឹងម៉ូនីកាបុកផ្សំនឹងមានចិត្តលោភផងនោះពួកគេក៏បានទៅដល់រូងភ្នំមានហឹបច្រើនណាស់ក្នុងនោះមកជាមានមិនខានទេមីងមែនហើយក្មួយឆាប់ឡើងប្រមូលយកឲ្យអស់ទៅពួកគេបានបើកគម្របហឹបតែភ្លាមនោះបែរជាពោពេញទៅដោយពស់វែកទៅវិញអើយពស់អើយជួយផងមិនបានទេមីងរត់ទៅមីងជួយផងអើយជួយមីងផងក្មួយជួយមីងផងនាងកលកេសីបានរត់យ៉ាងលឿនមិនជួយមីងខំនោះទេរីឯមីងខំវិញក៏ត្រូវពស់ចឹកស្លាប់បាត់ទៅហើយបិទតែអស់ជីវិតទៅហើយកែសីរួចចុះអូនកំពុងទៅរត់គេចពីអីហ្នឹងបងបត់អ្នកមិញត្រូវបានពស់ចឹកស្លាប់បាត់ហើយនេះគឺមកពីនាងម៉ូនីកាប្រាប់ថាបងនៅចាំទីនោះតើអ្នកមិញទៅរកបងនេះអូនថាម៉េចអ្នកម៉ែនៅក្នុងរូងភ្នំពស់មែនទេចាបងឥឡូវមិញស្លាប់ហើយបងត្រូវតែសម្លាប់នាងម៉ូនីកាដើម្បីសងសឹកពុទ្ធោម៉ែឲ្យកូនសុំទោសដែលមើលថែម៉ែមិនបានល្អកលកេសីបាននិយាយបំភ្លឺសពសាច់រឿងថាម៉ូនីកាជាស្រីចង្រៃស្ទើរតែមិនគួរឲ្យជឿនេះខ្ញុំមិនគួរណាយកត្រីមច្ឆាមកធ្វើជាប្រពន្ធសោះកំណើតជាសត្វពិតជាគ្មានថ្ងៃល្អដូចជាមនុស្សមែនដោយសារតែល្ងងលងជឿពាក្យកុហកនេះបុតខឹងជាខ្លាំងគ្រានោះគាត់ក៏បានចាប់ម៉ូនីកាចោលដើម្បីដុតសម្លាប់ចោលក្បែរមាត់សមុទ្រអ្នកកុំដុតខ្ញុំអីខ្ញុំមិនមែនជាស្រីចង្រៃទេនាងនេះពិតជាអាក្រក់ណាស់មិនគួរណាយើងយកនាងមកធ្វើជាប្រពន្ធនោះទេដុតវាទៅបងឆាប់ឡើងគ្មានវាគ្រប់យ៉ាងនៅប្រសើរជាងនេះកុំអីខ្ញុំក្តៅណាស់លែងខ្ញុំទៅសំមុខហើយបងបត់ថែមភ្លើងទៅឲ្យឆាប់ឆេះនាងឲ្យអស់ក្នុងគ្រានោះព្រះនាងសវណ្ណមច្ឆាម៉ូនីកាក៏បាននិយាយមកកាន់ខ្លួនឯងថាបាត់ជាដូចបេដាមានបន្ទោលមែននេះខ្ញុំម្ចាស់មិនគួរមកលេងនៅលើគោកឲ្យបរោះនេះបានឃើញសោះបេដាបាត់នឹងក៏ត្រឡប់ទៅជួបទ្រង់វិញហើយម៉ូនីកាបានយកដំណក់ទឹកវេទមន្តដើម្បីបង្កើតភ្លៀងជាខ្លាំងពេលនោះភ្លើងក៏បានរលត់ធ្វើឲ្យម៉ូនីកាបានរួចពីសេចក្តីស្លាប់នៅសុកហេតុអីបានជាមានភ្លៀងបែបនេះបងបត់ឆាប់បង្កាត់ភ្លើងម្ដងទៀតទៅបងម៉ូនីកាក៏ហោះឡើងរួចបាននិយាយថាអ្នកជាមនុស្សខុសខើណាស់ឆាត់ល្ងងឆាប់ជឿគ្មានការពិចារណាមិនចេះស្ដាប់ហេតុផលជីវិតអ្នកនឹងជួបតែទុក្ខលំបាកមិនខានទេនាងពិតជាបិសាចមែនកុំរស់អីស្លាប់ទៅកលកេសីបានយកកំបិតរត់ទៅសម្លាប់ម៉ូនីកានាងកលកេសីនាងជាមនុស្សដែលមានចិត្តជាបិសាចសូមនាងទទួលកម្មពីរបស់នាងចោះពេលនោះខ្យល់ក៏គួចបក់នាងកលកេសីជប់ទៅឆ្ងាយជារៀងរហូតលោកចូលចាំចោះបើលោកគ្មានការពិចារណាលោកនឹងជួបតែជីវិតដែលលំបាកព្រមទាំងស្ដាយក្រោយនៅទង្វើរបស់ខ្លួនមិនខានទេគ្រានោះម៉ូនីកាក៏ប្រែជាព្រះនាងមច្ឆារួចវិលទៅឋានរបស់ទ្រង់វិញពេលនេះខ្ញុំគ្មានសល់អ្នកណាទេជីវិតនេះមានន័យអ្វីទៅដោយព្រះនាងពោលអញ្ចឹងធ្វើមនុស្សមិនត្រូវឆោតល្ងង់ឆាប់ជឿឆេវឆាវនិងខ្វះការពិចារណានោះទេព្រោះចុងក្រោយនឹងធ្វើឲ្យមានការស្ដាយក្រោយមិនខាន